ជំរាបសួរចាពុកម៉ែបងប្អូននិងមិត្តទាំងអស់គ្នានៅក្នុង TikTok ជាទីគោរពនិងជាទីស្រឡាញ់ចាអរគុណច្រើនសម្រាប់មិត្តទាំងអស់គ្នាដែលបានជួយ follow account TikTok ថ្មីរបស់ខ្ញុំហើយនឹងបាន comment បាន share like នឹងវីដេអូរបស់ខ្ញុំជាច្រើនអរគុណហើយក៏សូមអភ័យទោសដែលមិនបានតប comment អស់ចាថ្ងៃនេះដែរនាងខ្ញុំមកចាបញ្ចេញស្នាដៃធ្វើម្ហូបចាបងប្អូនទាំងអស់គ្នាច្បាស់ជាអ្នកខ្លះស្គាល់អ្នកខ្លះមិនស្គាល់ទេនេះគឺជាពោះផលិតចាពោះផលិតនឹងគឺនៅខាងព្រៃរនាមគេរកបានមកអញ្ចឹងចាខ្ញុំមិនទៅរកខ្លួនឯងទេហើយថ្ងៃហ្នឹងដែរគឺខ្ញុំមានមុខម្ហូបមួយគឺឆាក្តៅចាពោះប្រលិតចាជាដំបងហ្នឹងគឺដំបងឲ្យហូរហើយចាយើងចិញ្ច្រាំពោះឲ្យម៉ត់បន្ទាប់មកយើងនិយាយទៅវាអត់មានអីពិបាកទេបងប្អូនទាំងអស់គ្នាចាអ្នកដែលធ្លាប់ធ្វើហ្នឹងគឺគាត់ដឹងឲ្យជាពិសេសបងអ្នកដែលខ្លែមហ្នឹងគឺគាត់ប៉កែចាខាងធ្វើម្ហូបឥឡូវយើងអត់មានអីច្រើនទេគ្រឿងរបស់យើងមានតែប៊ីចេងស្កររ៉ូឌីប្រេងខ្យងអីចឹងទៅចាចាក់កូរចូលគ្នាឡើងឈ្ងុយចឹងមកចាកំភ្លេចដាក់ប្រហុកបន្តិចផងហើយកូរត្រឡប់ចុះត្រឡប់ឡើងអញ្ចឹងមកចាយើងកូរឲ្យដាច់ទឹកព្រៃឥឡូវហ្នឹងគឺខ្ញុំប្រើម្ជូរផ្លែតលឹងតឹងចាព្រោះតលឹងតឹងនៅផ្ទះរៀងផ្លែច្រើនដែរអញ្ចឹងខ្ញុំដាក់ម្ជូរហ្នឹងខាននិយាយយូរគឺនិយាយមករៀងតដិតទៅចាឥឡូវមកបេះកសាំងទៀបក្បែរផ្ទះហ្នឹងចាឃើញវាល្អដែរអញ្ចឹងណាចាបងប្អូនហើយឥឡូវហ្នឹងគឺទឹកឆារបស់យើងវាដាច់ទឹកព្រៃបងប្អូនអញ្ចឹងទៅយើងក៏ចាក់ទឹកយើងធម្មតានឹងចូលឲ្យរងាស់វាឲ្យឆ្អិននិយាយរួមគឺងាស់ឲ្យដាច់ទឹកនឹងតែម្ដងបងប្អូនទៅវាឈ្ងុយចាហើយសម្រាប់ពោះផលិតនេះដែរអ្នកខ្លះក៏គាត់ហ៊ានហូបអ្នកខ្លះក៏គាត់មិនហ៊ានហូបអ្នកខ្លះក៏គាត់អញើតចឹងទៅចាតែសម្រាប់ខាងខ្ញុំអ្នកនៅបាត់ដំបងអ្នកស្រុកស្រែហ្នឹងគឺចាគឺលេខ1គឺចូលចិត្តចាប៉ុន្តែអ្នកបាត់ដំបងខ្លះក៏អត់ចេះហូបពោះផលិតនឹងដែរចាឥឡូវហ្នឹងគឺពោះផលិតរបស់យើងបានស្ងួតអស់ហើយចាឥឡូវហ្នឹងក៏ដាក់ម្រះព្រៅចឹងទៅចាតែខ្ញុំអត់ចេះហូបម្ទេសចឹងទៅខ្ញុំក៏អត់បានបុកដាក់លាយម្ទេសទេចាឥឡូវហ្នឹងក៏ដាក់កសាំងទៀបលាយចូលខ្លះចឹងទៅយើងក៏ទ្រាំបាតចានខ្លះហើយបន្ទាប់មកយើងក៏ចារយនៅម្ទេសអាចសាត់ពីលើចាឥឡូវចុងក្រោយអស់ហើយបងប្អូនអញ្ជើញឆ្ងាញ់ទាំងអស់គ្នាចុងក្រោយមានអីច្រើនទេអរគុណពុកម៉ែបងប្អូនស្រឡាញ់មិត្តទាំងអស់គ្នាពេញបេះដូងអរគុណ